ពេលដែលយើងជួបរឿងអីខុសពីចិត្តយើងចង់យើងអាចទាស់ចិត្តយើងអាចមួម៉ៅយើងអាចខឹងបន្ទុះសារាយនឹងរឿងនឹងអារម្មណ៍នឹងវាជាធម្មតាក្នុងជីវិតវាតែងតែមានរឿងត្រូវចិត្តខ្លះរឿងមិនត្រូវចិត្តខ្លះវាមានអ្នកខ្លះគេស្រឡាញ់យើងវាមានអ្នកខ្លះគេស្អប់យើងអញ្ចឹងយើងអត់អាចសង្ឃឹមថាគេសរសើរយើងរហូតគេគ្រប់គ្រងយើងរហូតគេនិយាយល្អពីយើងរហូតអានឹងយើងសង្ឃឹមអញ្ចឹងមិនបានទេពីព្រោះវាខុសពីសច្ចភាពនៃជីវិតគ្មានអ្នកណាអាចជៀសផុតពីការនិន្ទាបានទេព្រះអង្គសម្ដែងថាណដ្ឋិលោកេអនិន្តិតោអញ្ចឹងតើយើងមានបញ្ញាជួយសម្រួលផ្លូវចិត្តដើម្បីឲ្យវាចេះព្រមទទួលយកនៅអារម្មណ៍ទោះជាអារម្មណ៍នឹងល្អក្តីអារម្មណ៍នឹងមិនល្អក្តីពាក្យសម្ដីនឹងពីរោះក្តីមិនពីរោះក្តីទទួលដោយន័យថាក្នុងជីវិតនេះយើងមិនអាចទៅខាត់ខាំងថាមាត់គេមិនឲ្យគេនិយាយអញ្ចឹងឬក៏ហាមគាត់ថារឿងនឹងមិនឲ្យកើតឡើងហាមអត់បានទេយើងអត់មានសមត្ថភាពទៅខាត់រឿងនឹងបានទេអ្វីដែលយើងអាចធ្វើបានគឺយើងយកមកវិភាគពិចារណាថារឿងហ្នឹងបើជារឿងល្អយើងកំណត់ដឹងដោយបញ្ញាថាជាផលរបស់បុណ្យជាផលនៃការព្យាយាមប្រឹងប្រែងតស៊ូរបស់យើងទើបបានទទួលរឿងល្អហ្នឹងមកហើយបើជួបរឿងមិនល្អក៏ត្រូវមានបញ្ញាកំណត់ដឹងថានឹងក៏ជាផលនៃអំពើមិនល្អផលនៃការខ្ជិលឬក៏ផលនៃការមិនយកចិត្តទុកដាក់របស់យើងទើបបានរឿងនឹងកើតឡើងវាអាចមានហេតុពីអតីតហើយនឹងហេតុបច្ចុប្បន្នបូកផ្សំគ្នាទើបវាចេញទៅជារឿងផលល្អនិងផលអាក្រក់នឹងជាយើងមានបញ្ញាមួយនៅអមជាមួយចិត្តនឹងជួយខ្សឹបប្រាប់ចិត្តនឹងជួយពន្យល់ប្រាប់ចិត្តនឹងថានឹងឯជីវិតនឹងវាត្រូវតែប្រឈមមុខអញ្ចឹងឯងហើយយើងទទួលដោះស្រាយមិនមែនថាអញ្ចឹងមិនទៅជួបរឿងអីក៏រឿងទៅអញមិនខ្វល់មែនទេក្នុងន័យនេះតាមន័យនៅក្នុងអភិធម្មថាអកុសលវិបាកដែលយើងជួបហើយផលនៃបាបហ្នឹងយើងរត់ទៅណាក៏រត់មិនរួចដែររត់ចូលក្នុងព្រៃឡើងលើភ្នំចូលរូងក្តាមក៏អកុសលហ្នឹងវាតាមយើងដែរសូម្បីតែបានត្រាស់ជាពុទ្ធហើយអកុសលកម្មចាស់ហ្នឹងវានៅតាមពុទ្ធនឹងបានទៅទៀតរឿងអីថាវាមិនអាចមកតាមយើងជាមនុស្សសាមញ្ញបានហើយកម្មហ្នឹងមិនមែនជាអ្នកណាជាអ្នកសាងគឺយើងជាអ្នកសាងហ្នឹងឯងយើងជាអ្នកសាងហេតុនៃរឿងអាក្រក់ហ្នឹងយើងជាអ្នកសាងហេតុនៃរឿងល្អហ្នឹងហើយយើងជាអ្នកទទួលរឿងអាក្រក់និងរឿងល្អហ្នឹងយើងមិនអាចបន្ទោសព្រះប្អិនព្រះអង្គណាបានទេយើងនឹងជាអ្នក design ជីវិតឲ្យខ្លួនឯងហ្នឹងឯងបើទោះជាទេវតាប្អិនលោកមកជួយយើងក៏តលតែយើងនឹងមានបុណ្យនឹងឲ្យទេវតាប្អិននឹងជួយយើងដែរបើយើងខ្វះបុណ្យលោកចង់ជួយក៏ជួយយើងមិនបានដែរលោកអាចមានចិត្តអាណិតប៉ុន្តែមិនដឹងធ្វើម៉េចសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងដែលខ្លួនបានធ្វើអញ្ចឹងយើងបើឃើញរឿងអីមិនល្អមិនសមរម្យការប្រព្រឹត្តនឹងមិនត្រឹមត្រូវយើងអាចណែនាំថាស្ដីប្រយែពយល់ប៉ុន្តែតើប្រយ័ត្នប្រយែងផ្លូវចិត្តរបស់យើងផងពីព្រោះពេលខ្លះយើងបញ្ចេញកំហឹងការទាស់ចិត្តនឹងប្រកបដោយគំនុំស្អប់វាទៅជាធ្វើឲ្យយើងនឹងកើតទោសៈទៅវិញកំហឹងសួរថាព្រះអង្គបដៅសាវកឯតែព្រះអង្គបដៅព្រះអង្គស្ដីថាទេតែព្រះអង្គស្ដីថាព្រះអង្គឃើញថាគេខុសទេព្រះអង្គឃើញថាគេខុសហើយស្ដីថាប៉ុន្តែសួរថាព្រះអង្គទៅខឹងទៅស្អប់ទៅពិបាកចិត្តទៅទុកទោមនោះទេថាអត់ទេព្រះអង្គបដៅប្រាប់នឹងដោយបតីករុណាមិនស្លូតអាខុសក៏ខុសទៅអាត្រូវក៏ត្រូវទៅមែនទេព្រះអង្គនៅតែជួយណែនាំប៉ុន្តែបតីព្រះអង្គនឹងមានព្រះបញ្ញាញាណគ្រប់គ្រងបតីរបស់ព្រះអង្គមានឧបេក្ខា
មានសមាធិដែលជួយឲ្យព្រះអង្គមានទាំងកម្លាំងកាយមានទាំងកម្លាំងចិត្តហើយការណែនាំនោះប្រកបដោយមហាករុណាអត់មានស្អប់គុំគួនទៅទៀតអញ្ចឹងបតីនឹងស្អាតបរិសុទ្ធណាស់ត្បិតថាស្ដីក៏ពិតមែនប៉ុន្តែយើងជាពុទ្ធជននេះវាពិបាកនឹងគ្រប់គ្រងចិត្តពិបាកនឹងបែងចែកថាមួយណាជាការស្ដីបដៅដោយករណាមួយណាជាការខឹងដូចថាទុកទោមមនុស្សក្នុងចិត្តហើយធ្វើឲ្យបញ្ចេញទៅវាជាវាចាពេលខ្លះជាវាចាមួយណែនាំបដៅមិនប៉ុន្តែដោយកំហឹងទៅវាធ្វើឲ្យកើតទៅជាទោសៈទាំងយើងអ្នកនិយាយអ្នកស្ដាប់នោះក៏កើតទោសៈត្បិតថាការណែនាំហ្នឹងឃើញកំហុសហ្នឹងវាខុសជាងក៏ពិតមែនហើយអញ្ចឹងបានថាការតែរក្សាចិត្តឲ្យបានល្អនេះមិនមែនជារឿងងាយទេអញ្ចឹងតើតែយើងរៀនកំណត់ដឹងថារឿងវាមិនអាចកើតឡើងតាមយើងចង់គ្រប់រឿងទេមនុស្សមិនអាចធ្វើត្រូវចិត្តតាមយើងប្រាថ្នាបានគ្រប់គ្នាទេគេមិនចេះតែធ្វើល្អជាមួយយើងនិយាយសរសើរយើងរហូតទេរឿងវាមានទាំងសងខាងវាមានទាំងល្អមានទាំងមិនល្អអញ្ចឹងព្រះអង្គឲ្យយើងរៀនកាត់ទោមនោះចំពោះរឿងមិនល្អហើយនឹងសោមនោះឬក៏អភិជាជាប់ជំពាក់នឹងរឿងល្អព្រះអង្គឲ្យយើងដើរផ្លូវកដាលវិញរឿងល្អរឿងមិនល្អកើតឡើងទទួលដោះស្រាយធ្វើដំណើរទៅមុខមិនឲ្យជាប់ជំពាក់ទាំងសងខាងអានឹងទើបយើងមិនសូវកើតទុកខ្លាំងប្រកាន់ច្រើនអ្នកខ្លះប៉ះមិនបានទេប្រកាន់ច្រើនខឹងច្រើនលឹះលួអីតិចតួចឆាប់ឈួលក្តៅក្រហាយច្រឡោតទុកមិនបានឡើយងាកទៅណាក៏ទឹះគិតរឿងអីក៏នាំឲ្យមួម៉ៅហើយចូលចិត្តរំលឹករំលើករឿងដដែលរហូតដល់គេធុញគេលែងចង់ស្ដាប់បើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកយូរទៅផ្លូវចិត្តអ្នកនឹងមានវិបត្តិជីវិតអ្នកនឹងក្រៀមក្រំរោគសុខមិនសូវឃើញឡើយការប្រកាន់ច្រើនព្រោះចិត្តមានមានះច្រើនមានទោសៈច្រើនភ្លើងឆេះក្នុងចិត្តច្រើនអ្នកប្រទុសរាយនឹងអារម្មណ៍ក៏ច្រើនហើយធ្វើឲ្យចិត្តអ្នកក្រហល់ក្រហាយក៏ច្រើនដែរចូលចម្រើនសតិកំណត់ដឹងថាចិត្តខឹងចិត្តប្រកាន់ច្រើននោះជាចិត្តមិនល្អជាចិត្តមានមេរោគដែលនាំឲ្យជីវិតអ្នកអាប់អួរហើយរៀនដូរចិត្តដូរអារម្មណ៍មកគិតរឿងថ្មីរឿងល្អរឿងជាកុសលវិញម្យ៉ាងទៀតអ្នកត្រូវរៀនទទួលស្គាល់ថាមនុស្សមិនដូចគ្នាទេម្នាក់សន្សំនិស័យមកខុសគ្នារបៀបគិតក៏ខុសគ្នាដែរព្យាយាមចម្រើនបញ្ញាកំណត់ដឹងថាអ្វីមិនចេះតែបានតាមចិត្តអ្នកបង្ខំទេមានហេតុគ្រប់ទើបផលអាចកើតឡើងបានបើហេតុមិនគ្រប់ទោះអ្នកបង្ខំយ៉ាងណាក៏មិនបានឡើយវាមានតែធ្វើឲ្យអ្នកខ្វល់ខ្វាយចិត្តខ្លាំងតែប៉ុណ្ណោះរៀនទទួលស្គាល់ការពិតថាជីវិតនេះពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចប្រាថ្នាទេជាសច្ចភាពនៃជីវិតម្យ៉ាងទៀតរៀនចម្រើនមេត្តាផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងថាសូមឲ្យខ្ញុំបានសុខកុំឲ្យមានទុក្ខសូមឲ្យខ្ញុំបានសុខកុំឲ្យមានទុក្ខសូមកុំឲ្យខ្ញុំខឹងគេ
សូមកុំឲ្យខ្ញុំចងពៀនឹងគេរៀនផ្សាយមេត្តាដល់ខ្លួនឯងរឿយបន្តិចម្ដងរួចពង្រីកសេចក្តីស្រឡាញ់នោះដល់សពសត្វទាំងអស់សូមឲ្យសពសត្វទាំងអស់បានក្តីសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានក្តីសុខរួចផុតពីទុក្ខទម្លាប់ចម្រើនមេត្តារឿយចិត្តអ្នកក៏បានត្រជាក់បន្តិចម្ដងការទាញចិត្តពីភាពមួម៉ៅក្តៅក្រហាយការប្រកាន់ច្រើនឲ្យសុភាពរៀបសារទន់ភ្លន់មិនមែនជារឿងងាយស្រួលទេតែអ្នកត្រូវតែព្យាយាមត្រូវរៀនកែទម្លាប់ទាស់ចិត្តច្រើនចេញរៀនដូរចិត្តដូរអារម្មណ៍រៀនទទួលស្គាល់ការពិតថាអ្វីមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អ្នកឡើយធម៌ទាំងឡាយជាអនត្តារៀនព្រមរៀនទទួលស្គាល់ការពិតចិត្តអ្នកនឹងបានធូរស្បើយពីទុក្ខកង្វល់មិនខានខ្មោចអតីតកាលរឿងរ៉ាវមិនល្អបានឆ្លងកាត់ជីវិតអ្នកផុតទៅហើយវាបានកន្លងហួសទៅហើយសូមកុំហៅវាមកវិញអីអនុញ្ញាតឲ្យវារលត់ទៅចុះការមួម៉ៅក្តៅក្រហាយស្ដាយក្រោយជាការហៅរឿងអាក្រក់នោះមកកាន់ជីវិតអ្នកជាថ្មីអ្នកនឹងត្រូវរងទុក្ខជាថ្មីម្ដងហើយម្ដងទៀតបាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អទោះអ្នកខំជៀសទៅណាក៏គេចមិនផុតដែរព្រោះកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានឡើយរៀនទទួលរៀនដោះស្រាយហើយកុំបង្កើតបាបថ្មីអីបាបថ្មីគឺភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះឯងអ្នកឈ្មោះថាបានបង្កើតបាបថ្មីហើយបាបថ្មីនោះនឹងនាំឲ្យអ្នកកើតទុក្ខកាន់តែខ្លាំងឡើងរឿងអាក្រក់ដែលបានកើតឡើងឧបមាដូចជាពពកខ្មៅបក់ផាត់មកបាំងពន្លឺជីវិតអ្នកហើយវាក៏បានបក់ផាត់ផុតទៅហើយអ្នកមិនគួររត់តាមពពកខ្មៅនោះទៀតទេគួរចាប់ការងារថ្មីទទួលពន្លឺថ្មីសាងអំពើល្អថ្មីដើម្បីទទួលបានលទ្ធផលថ្មីដែលអ្នកប្រាថ្នាខ្មោចអតីតកាលបានលងបន្លាចអ្នករួចម្ដងទៅហើយកុំបណ្ដោយឲ្យវាមកលងបន្លាចអ្នកម្ដងទៀតអីម្នាក់សិតតែត្រូវប្រឈមមុខដោះស្រាយបញ្ហារៀងខ្លួនទៅតាមធម៌ទៅតាមកម្លាំងបុណ្យរៀងខ្លួនទៅអ្នកណាធ្លាប់ធ្វើបុណ្យមកច្រើនទៅក៏មិនសូវបញ្ហាច្រើនអ្នកណាធ្វើបុណ្យតិចមកជួបបញ្ហាស្មុគស្មាញច្រើនហើយទៅដល់ណាក៏ជួបអ្នកណាក៏មានបញ្ហាដែរស្រុកអាមេរិកស្រុកបារាំងអូស្ត្រាលីណាក៏មានបញ្ហាដែរដរាបណាចិត្តរបស់យើងនឹងវានៅអកុសលមួម៉ៅជាប់ជំពាក់ហួងហែងប្រកាន់ចំណែននិន្ទាឈ្នានេះច្រើននឹងសេចក្តីទុកក្នុងចិត្តនឹងក៏ច្រើនដែរអញ្ចឹងយើងមិនអាចសង្ឃឹមថាគេខាងក្រៅរឿងខាងក្រៅធ្វើឲ្យយើងបានសុខភាគច្រើនបានទេវាត្រូវអាស្រ័យ
សមត្ថភាពគ្រប់គ្រងផ្លូវចិត្តរបស់យើងរៀនទទួលស្គាល់ការពិតថាយើងវាមិនដូចគេទេគេក៏មិនដូចយើងដែរជួបរឿងផ្សេងគ្នាហើយក៏រៀនទទួលកំណត់ដឹងថាជីវិតវាអញ្ចឹងជីវិតហ្នឹងវាមានឡើងវាមានចុះវាមានចំណេញវាមានខាតវាមានគេសរសើរវាមានគេនន្ទាហើយយើងមិនអាចប្រកបថាត្រូវតែអញ្ចេះបានបើមិនអញ្ចឹងទេអញអ្នកកើតទុកហើយហ្នឹងយើងនឹងឯងអ្នកកើតទុកខ្លាំងបើយើងបខំរឿងឲ្យតាមចិត្តយើងរហូតនិយាយអញ្ចឹងមិនបានន័យថាយើងបដោយអាម៉េចទៅទេយើងនៅតែកែគុណយើងនៅតែដោះស្រាយប៉ុន្តែត្រូវតែទទួលស្គាល់ការពិតថាខ្ញុំដោះអស់ប៉ុណ្ណឹងហើយសមត្ថភាពខ្ញុំមានប៉ុណ្ណឹងប៉ុនខ្ញុំមានប៉ុណ្ណឹងអញ្ចឹងយើងមិនសូវជាទុកទោមនោះពេកទេបើគេឧទាហរណ៍ថាគេរកស៊ីមានបានល្អអញ្ចឹងយើងអត់មានទៅចំណែននិន្ទាឈ្នានេះទេពីព្រោះជាកម្លាំងប៉ុនរបស់គេហើយកំណត់ដឹងថាចំណែននិន្ទាឈ្នានេះនឹងជាសារជាតិពុលធ្វើឲ្យចិត្តរបស់យើងក្តៅក្រហាយទេភ្លើងទេអាហ្នឹងមិនមែនជាមិត្តមិនមែនជាសម្លាញ់ទេសម្លឹងឃើញអំពីដំណើរហេតុផលអញ្ចឹងយើងកាត់បន្ថយយើងកំណត់ដឹងថាស្អីវាមានហេតុរបស់វាមិនមែនជារឿងចៃដន្យទេវាមានហេតុគ្រប់គ្រាន់បានកើតឡើងវាដូចជាថាយើងដាំស្រូវអញ្ចឹងវាស្រូវស្រាល3ខែវាទុំហើយស្រូវធ្ងន់វា6ខែអញ្ចឹងទៅដាំស្វាយប្រហែល3ឆ្នាំបានវាឲ្យផលអញ្ចឹងយ៉ាងណាយើងកំណត់ដឹងថារឿងក្នុងជីវិតនេះវាមានឥទ្ធិពលពីកម្មចាស់មកផងហើយនឹងអាស្រ័យកម្មថ្មីដែលយើងផឹងប្រែងយើងតស៊ូយើងមានចំណេះដឹងបញ្ញាស្មារតីយើងខ្សែគប់ត្រូវហ្នឹងទៅវាបានល្អប្រសើរប៉ុន្តែវាមិនអាចបានល្អសម្រាប់គ្រប់រឿងបានទេយើងត្រូវកំណត់ដឹងថាអញ្ចឹងបើប្រៀបទៅថាយើងដាំទឹកវាត100អង្សាបានវាពុះបើយើងទឹកបាន80យើងយំសោកបោកខ្លួនក៏វាអត់ពុះដែរយ៉ាងណាក្នុងជីវិតហ្នឹងបើប៉ុនមិនគ្រប់ការព្យាយាមមិនដល់ទេវាខ្វះប៉ុនណាអញ្ចឹងវាអត់បានទេអញ្ចឹងវាតលហ៊ានព្រមថាអញមានប៉ុនប៉ុណ្ណឹងផឹងតទៅទៀតតែមិនកើតទុកជាមួយនឹងដូចថាអ្វីដែលយើងមិនបានសម្រេចដោយប្រាថ្នាហ្នឹងឯងប៉ុន្តែយើងនៅតែផឹងប្រែងបន្តទៅទៀតហ្នឹងហើយអាហ្នឹងទៅយើងមិនសូវកើតទុកបើនៅក្នុងន័យអភិធម្មអ្វីដែលកើតឡើងចំពោះយើងចំពោះគេហ្នឹងវាមិនមែនជារឿងចៃដន្យទេសិតតែមានហេតុមានផលគ្រប់គ្រាន់បើយើងជួបរឿងល្អគេសរសើររកស៊ីចំណេញជីវិតនឹងបានសុខភាពល្អទៅអាហ្នឹងជាផលនៃកុសលកម្មទាំងកុសលកម្មអតីតទាំងកុសលកម្មបច្ចុប្បន្នបើឧទាហរណ៍ថាយើងធ្លាប់ចំម៉ែចំអើចែកទានរក្សាសិលអញ្ចឹងបុណ្យហ្នឹងផ្សំផ្គុំនឹងការប្រយ័ត្នប្រយែងសេចក្តីមិនប្រមាទការមានសិលពេលបច្ចុប្បន្នមិនបៀតបៀនមិនចងពៀជាមួយអ្នកដទៃហ្នឹងធ្វើឲ្យបុគ្គលហ្នឹងបានសុខទៅបើផ្ទុយទៅវិញជីវិតហ្នឹងវាអត់អាចនៅថេរជាកុសលវិបាកអញ្ចឹងរហូតទេវាមានពេលខ្លះជួបរឿងមិនល្អគេស្ដីគេថាគេជេរគេប្រកាច់គេប្រខូចរកស៊ីខាតបាត់បង់ព្រាត់ប្រាសភ្លើងឆេះអីចឹងទៅហ្នឹងមិនចាំបាច់ថានេះយើងសាមញ្ញជនជួបទេសូម្បីតែព្រះសម្មាសម្ពុទ្ធពេលខ្លះក៏ទៅគេជេរគេប្រកាច់គេប្រខូចឬក៏ត្រូវមានពៀតគេប្រមៀលដុំថ្មចិញ្ចៀមអីចឹងទៅហ្នឹងឱកាសហ្នឹងជាឱកាសនៃបាបកម្មអកុសលឲ្យផលលោកហៅថាអកុសលវិបាកប៉ុន្តែរឿងអាក្រក់ហ្នឹងកើតឡើងចំពោះព្រះអរិយបុគ្គលព្រះអរហន្តវាប៉ះពាល់តែផ្លូវកាយទេ
mình thưa ai bật tay bảo ống cả tục cái đời xa vì nơi sẽ cái chuột chùm bẹ tôm mình nó cả khăn cây cọt chùm pu rõm chùm pu rương nâng pi bật tay bảo ống hai ở miền kêu to nâng hài trong này dương cục khné về nơi anh chọn lõ anh chọn từ chụp hướng kia xa xa ấy anh mình chọn ở kênh tia nâng tê vì sở lạnh mà kháng về tọt mà kháng chào hay chỉ vật nâng đại miền tục chờ nâng cứ hướng bà can mà kháng hay tọt mà kháng chào nâng chẳng bạn bảo ơi dương tầng ở khné nâng hiện đại không mạch miệng và để tiếp play cả đá miền nàyถ้าaiទទួលរឿងល្អដែលកើតឡើងក៏ទទួលកំណត់ដឹងបានរឿងមិនល្អកើតឡើងក៏កំណត់ដឹងបានថាសុទ្ធតែមានហេតុសុទ្ធតែមានផលនៅពីក្រោយអ្វីអ្វីមិនមែនជារឿងចៃដន្យអ្វីអ្វីមិនមែនថាជីវិតខ្ញុំមិនក៏ភ័ព្វមិនខ្ញុំមានរឿងអញ្ចឹងខុសគេអត់ទេគឺថាមានកម្មពីអតីតផងមានកម្មបច្ចុប្បន្នផងទើបឲ្យមានវិបាកកម្មនឹងយើងមិនដឹងថាយើងមានបានធ្វើអ្វីខ្លះពីអតីតមកយើងមិនដឹងថាគេធ្វើអ្វីខ្លះពីអតីតមកបើពុទ្ធលោកមានញាណដឹងអំពីបព្វកម្មរបស់បុគ្គលម្នាក់នឹងឧទាហរណ៍ថាព្រះសង្ឃមួយអង្គនោះមានបជនរហូតដល់160វស្សាហើយបុណ្យរបស់លោកមិនងាយឈឺផ្ដេសផ្ដាសទេដោយអសាអានិសង្ឃដែលលោកធ្លាប់ធ្វើជាពេទ្យព្យាបាលប្រសងព្រះសម្មាសម្ពុទ្ធអីចឹងបុណ្យហ្នឹងជួយឲ្យមានអាយុវែងហើយមានសុខភាពល្អចំណែកខ្លួនព្រះអង្គក៏ព្រះអង្គដឹងព្រះអង្គក្អួតឈាមបាបកម្មរបស់ព្រះអង្គដោយសារព្រះអង្គធ្លាប់ធ្វើជាពេទ្យដល់ធ្វើជាពេទ្យគេអត់ឲ្យលុយដល់អត់ឲ្យលុយព្រះអង្គដាក់ថ្នាំឲ្យគេក្អួតឈាមឲ្យគេឈឺកាន់តែខ្លាំងឡើងអញ្ចឹងបាបកម្មហ្នឹងធ្លាក់មកលើព្រះអង្គចិត្តនឹងបរិនិព្វានហ្នឹងត្រូវក្អួតខាងលើផងចុះប្របាទខាងក្រោមផងនឹងតួអង្គពុទ្ធផងនៅតែទទួលផលកម្មហ្នឹងពេលខ្លះទៅគេប្រកាច់ខូចព្រះអង្គទៅព្រះអង្គធ្លាប់ឃើញព្រះបច្ចេកពុទ្ធដែលជាអ្នកមានគុណធម៌គេគោរពគេស្រឡាញ់គ្រប់គ្នាហើយគេអត់សូវយកចិត្តទុកដាក់ជាមួយនឹងពុទ្ធិស័តកាលនោះហើយដូចមានចិត្តមើងងាយចំណែននឹងព្រះបច្ចេកពុទ្ធវាចោតប្រកាន់មិនដឹងចោលមិនដឹងមនុស្សកាកណីមកពីណាឃ្លុំសុបទ្រុបពោវចន្ទដៀលអាក្រក់អីចឹងទៅណាប្រកាច់ប្រខូចហើយដល់បាបកម្មហ្នឹងធ្វើឲ្យព្រះអង្គត្រូវគេប្រកាច់ប្រខូចវិញទៅក្នុងពេលបច្ចុប្បន្នហ្នឹងនាងចិញ្ចានាងសុន្ទរីអីចឹងជាដើមប៉ុន្តែរឿងរ៉ាវទាំងអស់ហ្នឹងកើតឡើងចំពោះព្រះអង្គមិនធ្លាយចូលដល់ផ្លូវចិត្ត